លោកអ្នកមិនមែនកាត់ពីស្វាទេលោកអ្នកមិនមែនកាត់ចេញពីការវិវត្តទេព្រះបានបង្កើតលោកអ្នកប្រមាណអ្នកដែលជឿថា iPhone កាត់ឡើងដោយចៃដន្យប្រមាណអ្នកដែលជឿថាយន្តហោះដែលហោះនៅលើអាកាសគឺប៊ឹមគឺកាត់ឡើងដោយឯងអត់ទេប្រមាណអ្នកជឿថាភ្លើងនោះនៅពីលើលោកអ្នកកាត់ឡើងដោយចៃដន្យអត់ទេមានអ្នកធ្វើវាមានមនុស្ស design ជាអំពូលភ្លើងមានអ្នក design iPhone លោកអ្នកស្មុគស្មាញជាង iPhone ទៅទៀត iPhone មិនអាចបង្កើតកូនទេមិនចេះស្រឡាញ់មិនចេះមានករាល់ពេលដែលខ្ញុំគិតអំពីស្ត្រីដែលពោពោះជាការអស្ចារ្យចំពោះខ្ញុំព្រឹកមិញពេលខ្ញុំអង្គុយទទួលទានអាហារពេលព្រឹកខ្ញុំអង្គុយនៅលើតុដែលធ្វើពីកែវខ្ញុំនិយាយទៅកាន់អ្នកគ្រូដាល់ថាវ៉ាវមនុស្សឆ្លាតមែនទែនអាចធ្វើជាកញ្ចក់កែវហើយព្រះឆ្លាតជាងលោកអ្នកព្រះអង្គបង្កើតលោកអ្នកមានព្រះអធិការសាសនាឯទៀតមិនអាចពន្យល់ពីវត្តមានរបស់លោកអ្នកបានទេព្រោះគេមិនជឿថាព្រះបង្កើតមិនអាចពន្យល់បានទេយើងមានព្រះអធិការហើយព្រះអង្គបង្ហាញអង្គទ្រង់នៅលើផែនដីជាង 2000 ឆ្នាំមុនព្រះនាមយេស៊ូវគ្រីស្ទហើយទ្រង់យាងទៅឲ្យឈើឆ្កាងសុគតលើឈើឆ្កាងដើម្បីបង់ថ្លៃបាបលោកអ្នក3ថ្ងៃក្រោយមកទ្រង់មានព្រះជន្មរស់ឡើងវិញជាការរស់ឡើងវិញដោយព្រះចេស្តាអធិធម្មជាតិដើម្បីបង្ហាញប្រាប់លោកអ្នកនៅក្នុងប្រវត្តិសាស្ត្រមិនមែនជារឿងប្រឌិតប្រវត្តិសាស្ត្រពិតមនុស្សដែលអះអាងខ្លួនឯងថាជាព្រះនាមយេស៊ូដែលបានរស់ពីសគត់ឡើងវិញនៅថ្ងៃទី3មានលទ្ធភាពតែ3ប៉ុណ្ណោះបើអះអាងថាខ្លួនជាព្រះទី1គឺជាមនុស្សឈួតទី2គាត់ជាអ្នកកុហកហើយទី3អ្នកនោះជាព្រះពិតពេលលោកអ្នកអានរឿងព្រះយេស៊ូព្រះអង្គមិនមែនជាអ្នកកុហកទេសិស្សរបស់ព្រះអង្គព្រមស្លាប់សម្រាប់ព្រះអង្គបើលោកអ្នករស់នៅជាមួយខ្ញុំ 4-5 ថ្ងៃលោកអ្នកនឹងដឹងពីភាពទន់ខ្សោយរបស់ខ្ញុំពួកគេនៅជាមួយព្រះយេស៊ូ3ឆ្នាំកន្លះគេដឹងអ្វីៗទាំងអស់អំពីទ្រង់ហើយគេព្រមស្លាប់សម្រាប់ព្រះយេស៊ូព្រោះគេដឹងថាព្រះយេស៊ូមិនមែនជាអ្នកកុហកទេហើយព្រះយេស៊ូមិនត្រូវការទាមទារឲ្យមានមន្ទីរពេទ្យព្យាបាលវិកលចរិតទេពីព្រោះព្រះអង្គមិនមែនជាមនុស្សលេលាទេទ្រង់ជាព្រះខ្ញុំជឿពេញទីថាព្រះយេស៊ូជាព្រះសូមថ្វាយជីវិតទៅព្រះយេស៊ូចុះហើយលោកអ្នកជាកម្មសិទ្ធិនៃព្រះរាជរបស់ព្រះអាមែនចង់អធិដ្ឋានជាមួយគ្នាទេថាព្រះយេស៊ូជាព្រះម្ចាស់នៃយើងព្រះបិតានៅឋានសួគ៌ខ្ញុំថ្វាយជីវិតខ្ញុំដល់ទ្រង់ព្រះអង្គបានបង្កើតខ្ញុំមិនបានកាត់ឡើងក្នុងលោកនេះដោយចៃដន្យឡើយព្រះម្ចាស់អើយទ្រង់ស្រឡាញ់ខ្ញុំខ្លាំងណាស់ខ្ញុំទទួលស្គាល់ថាខ្ញុំមានកំហុសសូមទ្រង់អត់ទោសខ្ញុំព្រះម្ចាស់យេស៊ូទ្រង់ជាព្រះបុត្រានៃព្រះទ្រង់បានសុគតជួបខ្ញុំទ្រង់បានបង់ថ្លៃបាបជំនួសខ្ញុំសូមប្រែចិត្តពីបាបព្រះម្ចាស់យេស៊ូទ្រង់ជាព្រះនៃខ្ញុំព្រះសង្គ្រោះនៃខ្ញុំទ្រង់រស់ពីសគត់ឡើងវិញនៅថ្ងៃទី3សូមយាងមកក្នុងជីវិតខ្ញុំធ្វើជាព្រះរបស់ខ្ញុំនឹងដើរតាមទ្រង់អរគុណព្រះយេស៊ូពីថ្ងៃនេះទៅខ្ញុំជាកូនរបស់ព្រះខ្ញុំជាពលរដ្ឋនៃឋានសួគ៌គឺជាជោគវាសនាចុងក្រោយរបស់ខ្ញុំនឹងរស់នៅសម្រាប់ព្រះរាជទ្រង់អរគុណព្រះអង្គសូមប្រោសខ្ញុំការពារខ្ញុំអរគុណព្រះអង្គក្នុងព្រះនាមព្រះយេស៊ូអាមែនអរគុណព្រះយេស៊ូសូម follow យើងខ្ញុំនៅលើ Facebook Warun Laoprese និង New Hope International Church YouTube New Hope English សូមព្រះម្ចាស់ប្រទានពរក្នុងព្រះនាមព្រះម្ចាស់យេស៊ូវគ្រីស្ទអាមែន